រកវិធីធ្វើឲ្យលុយធ្វើការឲ្យយើងប្រសើរជាងយើងទៅធ្វើការឲ្យលុយការងារវាគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះពលគឺល្មមតែមួយគ្រប់ដើម្បីបង់ថ្លៃចំណាយប្រចាំថ្ងៃវាមិនមែនជាដំណោះស្រាយល្អសម្រាប់យកទៅកសាងទ្រព្យរយៈពេលវែងឡើយតែមនុស្សជាច្រើននៅតែគេចមិនផុតពីការធ្វើការងារឲ្យគេបន្តធ្វើហើយធ្វើទៀតពេញមួយជីវិតមូលហេតុគឺដោយសារតែពួកគាត់ម្នាក់រវល់តែជាប់ដៃចាយលុយច្រើនរកបានប្រាក់ខែច្រើនតែចាយវាក៏កាន់តែច្រើនរហូតដល់នាំឲ្យជំពាក់បំណុលគេក៏កាន់តែច្រើនទៅតាមនឹងប៉ុន្តែអ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដំដឹងច្បាស់ណាស់ថាប្រាក់ខែច្រើនគឺមិនមែនជារឿងសំខាន់ឡើយអ្វីដែលសំខាន់គឺថាពួកគាត់ត្រូវរកវិធីធ្វើយ៉ាងម៉េចដើម្បីឲ្យទ្រព្យសកម្មរបស់ពួកគាត់ធ្វើការឲ្យពួកគាត់បានពលគឺរកចំណូលបន្ថែមឲ្យពួកគាត់តែដោយពួកគាត់មិនចាំបាច់យកពេលវេលាផ្ទាល់ខ្លួនទៅចំណាយលើរឿងរកចំណូលនោះឡើយយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលឆ្លាតវៃនោះគឺត្រូវបង្កើតអាជីវកម្មមួយដែលអាចរកចំណូលដោយខ្លួនវាបានទោះបីយើងមិននៅទីនោះប្រចាំក៏ដោយមនុស្សភាគច្រើនស្ដាយរឿងប្រាក់ខែខ្ពស់ដែលគេបើកឲ្យដូច្នេះហើយក៏បាត់បង់ឱកាសមួយនេះទៅពេលដែលពួកគេខកខានឱកាសបង្កើតអាជីវកម្មពួកគេក៏ជាប់គាំងនឹងរណ្ដៅពីរទី1គឺរណ្ដៅនៃការភ័យខ្លាចមនុស្សភាគច្រើនធ្វើការយូរទៅធ្វើការមួយថ្ងៃគឺដើម្បីតែទប់ថ្លៃចំណាយប្រចាំថ្ងៃដូចជាទឹកភ្លើងថ្លៃអាហារជាដើមមានតែបន្តទៅធ្វើការឲ្យគេរហូតទេទើបមានសុវត្ថិភាពនិងស្ថិរភាពមនុស្សភាគច្រើនគឺអញ្ចឹងវាខុសពីអ្នកមានដែលពួកគេធ្វើការងារពួកគេតែមិនមែនដើម្បីតែបង់ថ្លៃទឹកថ្លៃភ្លើងទេតែពួកគេធ្វើការងារដើម្បីបំពេញក្តីស្រមៃឬធ្វើការងារដែលពួកគេងូបស្រឡាញ់តែម្ដងទី2គឺរណ្ដៅនៃតណ្ហាមនុស្សមិនចេះតិចទេដែលធ្វើការយូរទៅបានប្រាក់ខែច្រើនទៅគិតថានឹងបានលុយនោះមកកសាងទ្រព្យសម្បត្តិនិងធ្វើជាអ្នកមាននឹងគេតែវាមិនអញ្ចឹងទេពួកគេបែរជាទៅជំពាក់បំណុលគេវ៉ាន់កច្រើនទៅវិញមូលហេតុគឺនៅពេលដែលប្រាក់ខែពួកគេកាន់តែច្រើនតណ្ហាចង់បានរបស់ពួកគេកើនឡើងទៅតាមនឹងដែរបើបានច្រើនចាយក៏ច្រើនខ្ចីបលគេសិនទិញរបស់មានតម្លៃសិនចាំដល់ពេលបើកប្រាក់ខែទើបយកទៅសងគេបំណុលវាក៏ជាកូនពួនជាភ្នំនៅត្រង់នេះឯងពលគឺមកពីយើងគ្រប់គ្រងតណ្ហាយើងមិនបានដើម្បីចាក់ចេញពីរណ្ដៅទាំងពីរនេះគឺគ្មានអ្វីក្រៅតែពីរៀនពីវិធីធ្វើឲ្យលុយធ្វើការឲ្យយើងទេមិនមែនចេះតែធ្វើការឲ្យតែលុយពលគឺធ្វើការដើម្បីតែលុយអញ្ចឹងបើយើងអាចសម្រេចរឿងនេះបានគឺមានន័យថាយើងបានចាប់ផ្ដើមធ្វើឲ្យភាពភ័យខ្លាចនិងចំណងតណ្ហាដែលធ្លាប់តែសង្កត់សង្កិនយើងពីមុននោះមកធ្វើការឲ្យយើងវិញជាធម្មតាយើងបណ្ដោយឲ្យភាពភ័យខ្លាចនិងចំណងតណ្ហាមកគ្រប់គ្រងលើយើងបានព្រោះតែយើងខ្លួនឯងគ្មានចំណេះដឹងមនុស្សយើងច្រើនតែគិតពិចារណាអ្វីមួយដោយឲ្យអារម្មណ៍លុបលុនអារម្មណ៍ខ្លាចមកគ្រប់ពីលើផ្ទុយទៅវិញបើយើងជាមនុស្សឆ្លាតយើងត្រូវតែប្រើប្រាស់អារម្មណ៍ទាំងនោះមកជួយយើងឲ្យគិតបានវៃឆ្លាតនិងច្នៃប្រឌិតវិញយើងត្រូវតែរើសរឿងដែលត្រូវគិតមកគិតមិនមែនបណ្តែតបណ្ដោយទៅតាមអារម្មណ៍នោះឡើយបើយើងអាចធ្វើរឿងនេះបានគឺអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានវានឹងក្លាយជាទម្រគ្រឹះដើម្បីយើងឈានទៅមុខបាននៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងរកបានច្រើនគឺមិនសំខាន់ទេសំខាន់គឺយើងទុកបានច្រើនប៉ុណ្ណានិងទុកបានច្រើនចំនួនប៉ុណ្ណាដើម្បីអាចទុកបានច្រើននិងបានច្រើនចំនួនតតែយើងចេះអក្ខរកម្មហិរញ្ញវត្ថុមូលដ្ឋានគ្រឹះនៃអក្ខរកម្មហិរញ្ញវត្ថុនោះគឺការស្គាល់ថាទ្រព្យនិងបំណុលខុសគ្នាយ៉ាងដូចម្ដេចហើយពេលត្រូវទិញគឺត្រូវទិញទ្រព្យមិនមែនទិញបំណុលឡើយអ្នកមានកសាងនិងប្រមូលទ្រព្យរីឯអ្នកក្រនិងអ្នកមធ្យមកសាងនិងប្រមូលបំណុលដោយយល់ច្រឡំថាគឺជាទ្រព្យគឺជារបស់របរគ្រប់យ៉ាងដែលបង្កើតលុយចូលទៅក្នុងហោប៉ៅរបស់យើងរីឯបំណុលគឺជាអ្វីគ្រប់យ៉ាងដែលដកលុយចេញពីហោប៉ៅរបស់យើងទ្រព្យបង្កើតចំណូលបំណុលបង្កើតចំណាយនៅក្នុងហិរញ្ញវត្ថុយើងត្រូវស្គាល់របាយការណ៍ពីរគឺរបាយការណ៍ចំណូលនិងរបាយការណ៍តារាងតុល្យការរបាយការណ៍ចំណូលគឺរាយពីចំណូលទាំងឡាយនិងចំណាយទាំងឡាយរបស់យើងចំណូលទាំងអស់ដាក់រាយនៅខាងលើរីឯចំណាយទាំងអស់
ដាក់រាយនៅខាងក្រោមរីឯរបាយការណ៍តារាងតុល្យការវិញគឺរាយពីទ្រព្យទាំងឡាយនិងបំណុលទាំងឡាយរបស់យើងគេរាយទ្រព្យទាំងអស់នៅខាងឆ្វេងពោលគឺនៅក្នុងក្រឡាខាងឆ្វេងនិងបំណុលទាំងអស់នៅខាងស្ដាំពោលគឺដាក់ម្នាក់មួយក្រឡាទ្រព្យដែលនៅក្នុងរបាយការណ៍តារាងតុល្យការបង្កើតជាចំណូលដែលត្រូវដាក់មកក្នុងរបាយការណ៍ចំណូលរីឯបំណុលដែលនៅក្នុងរបាយការណ៍តារាងតុល្យការបង្កើតជាចំណាយដែលត្រូវយកមកដាក់នៅក្នុងរបាយការណ៍ចំណូលនេះជាទំនាក់ទំនងរវាងរបាយការណ៍ទាំងពីរដូចជាគ្មានអ្វីដែលពិបាកយល់ទេដើម្បីកសាងទ្រព្យរបស់ខ្លួនយើងត្រូវតែចំណាយពេលកសាងនិងទិញទ្រព្យឲ្យបានច្រើនតែបើយើងនៅតែចង់ក្រឬបន្តឲ្យលុយហូរចេញពីហោប៉ៅយើងដូចទឹកយើងគួរតែបន្តចំណាយពេលប្រមូលបំណុលមកឲ្យបានច្រើនមនុស្សជាច្រើនធ្លាក់ទៅក្នុងអន្ទាក់បំណុលដោយសារតែរវល់ខំប្រឹងប្រមូលបំណុលដោយមិនដឹងថាវាជាបំណុលស្មានថាវាជាទ្រព្យនេះគេហៅថាអនក្ខរកម្មហិរញ្ញវត្ថុពួកគាត់អត់យល់ពីភាពខុសគ្នារវាងរបាយការណ៍ចំណូលនិងរបាយការណ៍តារាងតុល្យការនិងទំនាក់ទំនងរវាងរបាយការណ៍ទាំងពីរទេឥឡូវយើងទៅមើលការកាន់កាប់កម្មសិទ្ធិផ្ទះមនុស្សជាច្រើនគិតថាផ្ទះរបស់ពួកគេគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យដូច្នេះពួកគាត់ក៏ខំប្រឹងធ្វើយ៉ាងណាទិញផ្ទះឬសាងសង់ផ្ទះឲ្យធំពេលពួកគាត់ខំប្រឹងធ្វើបែបហ្នឹងពួកគាត់ក៏ប្រមូលបំណុលកាន់តែច្រើនឡើងគឺខ្ចីពីបងប្អូនផងពីមិត្តភ័ក្តិផងនិងខ្ចីពីធនាគារផងដើម្បីមកសាងសង់ផ្ទះដ៏ធំស្កឹមស្កៃនោះទីបំផុតពួកគេត្រូវខំប្រឹងធ្វើការយ៉ាងលំបាកលំបិននិងហត់នឿយជាងមុនដើម្បីសងទាំងការសងទាំងដើមឲ្យគេវិញពេលពួកគាត់ផ្ដោតតែទៅលើផ្ទះពួកគាត់កំពុងតែកសាងប្រមូលបំណុលមកដាក់ខ្លួនជាជាងប្រមូលទ្រព្យលើសពីនេះពួកគាត់បាត់បង់ពេលវេលាជាច្រើនដែលតាមពិតទៅបើពួកគាត់យកពេលវេលាទាំងនោះមកកសាងទ្រព្យមិនដឹងប្រមូលបានច្រើនប៉ុណ្ណាទៅហើយទេលើសពីនេះពួកគាត់ក៏បេះធនធានពីណាពីណីមកចំណាយទៅលើថ្លៃជួសជុលផ្ទះកំពេចកំប៉ុកជាប្រចាំអាជីពការងាររបស់យើងគឺបានតែត្រឹមបង្កើតប្រាក់ចំណូលដែលត្រូវយកទុកក្នុងរបាយការណ៍ប្រាក់ចំណូលផ្ទាល់ខ្លួនប៉ុណ្ណោះប៉ុន្តែអាជីវកម្មវិញគឺអាចបង្កើតទ្រព្យរបស់យើងដែលត្រូវយកទុកក្នុងរបាយការណ៍តារាងតុល្យការសូមកុំច្រឡំរវាងអាជីពការងារនិងអាជីវកម្មឲ្យសោះអ្នកមធ្យមផ្ដោតទៅលើតែអាជីពការងារពួកគេតែប៉ុណ្ណោះហើយពួកគេភាគច្រើនចំណាយពេលវេលាពេញមួយជីវិតតែខំប្រឹងកសាងអាជីវកម្មឲ្យអ្នកដទៃទៅវិញអ្នកមានគឺផ្ទុយពីនោះពួកគេផ្ដោតលើការកសាងអាជីវកម្មផ្ទាល់ខ្លួនប៉ុន្តែការមានអាជីពការងារល្អវាក៏អាចធ្វើឲ្យយើងមានស្ថិរភាពហិរញ្ញវត្ថុដែរបើយើងបានយកលុយដែលយើងសន្សំបានពីអាជីពការងារនោះទៅទិញទ្រព្យដែលនឹងបង្កើតចំណូលឲ្យយើងវិញអញ្ចឹងយើងប្រហែលជាចង់ដឹងហើយថាអ្វីជាទ្រព្យឲ្យប្រកបទ្រព្យគឺជារបស់របរទាំងឡាយណាដែលមានតម្លៃបង្កើតប្រាក់ចំណូលវាលួសតម្លៃទៅវិញបន្តិចម្ដងនិងចង់លក់ពេលណាវិញក៏បានឧទាហរណ៍ជាក់ស្ដែងដូចជាអាជីវកម្មដែលរកចំណូលឲ្យយើងទោះយើងមិននៅទីនោះក៏ដោយភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយបានបំណុលផ្សេងអចលនទ្រព្យដែលបង្កើតប្រាក់ចំណូលឲ្យយើងជាដើមការបង្កើតក្រុមហ៊ុនស្របច្បាប់មួយដើម្បីគ្រប់គ្រងទ្រព្យគឺជារឿងដែលអ្នកមានទាំងឡាយតែងតែអនុវត្តជាធម្មតាទៅហើយដើម្បីកាត់បន្ថយបំណុលរបស់ខ្លួនឲ្យតិចបំផុតនិងដើម្បីចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនឲ្យចំណេញដើម្បីអាចកសាងមូលដ្ឋានទ្រព្យបានយើងចាំបាច់ត្រូវតែមានចំណេះដឹងនិងភាពវៃឆ្លាតខាងហិរញ្ញវត្ថុដើម្បីមានចំណេះដឹងនិងភាពវៃឆ្លាតខាងហិរញ្ញវត្ថុយើងត្រូវចេះជំនាញរបស់វាចំនួន4ទី1អក្ខរកម្មហិរញ្ញវត្ថុឬគណនេយ្យគឺយើងត្រូវមានសមត្ថភាពមើលឬអានយល់ពីរបាយការណ៍ហិរញ្ញវត្ថុពេលយើងស្ទាត់ជំនាញយើងនឹងអាចមើលដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់អាជីវកម្មរបស់យើងទី2យុទ្ធសាស្ត្រនិងរូបមន្តវិនិយោគយើងត្រូវមានសមត្ថភាពមានយុទ្ធសាស្ត្ររៀបចំរូបមន្តបង្កើតលុយទី3ការយល់ដឹងពីទីផ្សារគឺយើងត្រូវដឹងថាទីផ្សារវាទទួលរងឥទ្ធិពលពីតម្រូវការនិងការផ្គត់ផ្គង់បែបណាខ្លះហើយតម្រូវការនិងការផ្គត់ផ្គង់ទទួលរងឥទ្ធិពលអ្វីខ្លះពីអារម្មណ៍របស់យើងនិងទទួលរងឥទ្ធិពលអ្វីខ្លះពីសេដ្ឋកិច្ចទាំងមូល4ការយល់ដឹងពីច្បាប់ពាណិជ្ជកម្មនិងពន្ធយើងត្រូវយល់ដឹងពីច្បាប់នេះពីព្រោះវាមានឥទ្ធិពលផ្ទាល់ទៅលើការបង្កើតទ្រព្យយើងនៅរយៈពេលវែង
ត្ថប្រយោជន៍ចម្បងនៃការបង្កើតក្រុមហ៊ុនផ្លូវការផ្ទាល់ខ្លួនមួយដើម្បីគ្រប់គ្រងទ្រព្យរបស់យើងគឺចំណេញលើរឿងពន្ធបើយើងជាបុគ្គលពលគឺមិនមែនជាអង្គភាពស្ថាប័នអ្វីទេប្រាក់ចំណូលដែលយើងរកបានទាំងអម្បាលមានត្រូវកាត់ពន្ធជាមុនសិនទើបនៅសល់ប្រមាណគេយកប្រគល់ឲ្យយើងតែផ្ទុយមកវិញបើយើងជាក្រុមហ៊ុនអង្គភាពវិញយើងរកចំណូលហើយយកវាទៅចំណាយឲ្យអស់សិននៅសល់ប៉ុន្មានទើបយកទៅគិតពន្ធក្រុមហ៊ុនអាចបែងចែកចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនតាមច្រើនវិធីប៉ុន្តែបុគ្គលមិនអាចធ្វើបានទេ2គឺទទួលបានការការពារពីបណ្ដឹងតាមរយៈក្រុមហ៊ុនអ្នកមានអាចការពារទ្រព្យរបស់ខ្លួនពីសំណាក់ម្ចាស់បំណុលបានជាទូទៅអ្នកមានអាចគ្រប់គ្រងទ្រព្យគ្រប់យ៉ាងបានប៉ុន្តែពួកគេមិនមែនជាម្ចាស់ទ្រព្យទាំងអស់ក្នុងក្រុមហ៊ុនឡើយទ្រព្យរបស់ពួកគេទាំងអស់ចងភ្ជាប់គ្នាជាមួយនឹងក្រុមហ៊ុនបើសិនយើងចង់ប្តឹងអ្នកមានគ្មានទ្រព្យទេព្រោះខ្លួនគ្មានទ្រព្យអីទេប៉ុន្តែអ្វីដែលពិសេសគឺពួកគេអាចគ្រប់គ្រងទ្រព្យបានពលគឺអាចចាយវាយបានចំណេះដឹងឬភាពវៃឆ្លាតខាងហិរញ្ញវត្ថុវាអាចជួយបើកផ្លូវបើកឱកាសឲ្យយើងអាចស្វែងរកឬអាចបង្កើតបានដំណោះស្រាយច្នៃប្រឌិតសម្រាប់បញ្ហាហិរញ្ញវត្ថុនានាបានបើយើងគ្មានភាពវៃឆ្លាតខាងហិរញ្ញវត្ថុទេនោះយើងនឹងនៅតែងើបមុខមិនរួចពីផ្នត់គំនិតចាស់មួយថាខំប្រឹងធ្វើការឲ្យគេឲ្យខ្លាំងដើម្បីទទួលបានប្រាក់ខែមកចាយជាប្រចាំនៅក្នុងពិភពព័ត៌មាននាពេលបច្ចុប្បន្ននេះលុយកំពុងតែរីកទ្វេគុណពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកខ្លះបានក្លាយទៅជាអ្នកមានដែលគ្រាន់តែមានគំនិតល្អណាមួយឬមានកិច្ចព្រមព្រៀងណាមួយជាមួយនឹងនរណាម្នាក់តែប៉ុណ្ណោះដូច្នេះក្នុងមជ្ឈដ្ឋានបែបនេះទ្រព្យអស្ចារ្យតែមួយគត់ដែលយើងអាចមាននោះគឺបញ្ញាញាណការដែលយើងបានអភិវឌ្ឍបញ្ហាហិរញ្ញវត្ថុឬភាពវៃឆ្លាតខាងហិរញ្ញវត្ថុគឺមានន័យថាយើងកំពុងតែអភិវឌ្ឍទ្រព្យដ៏មានឥទ្ធិពលនិងចាំបាច់បំផុតមួយនៅក្នុងមជ្ឈដ្ឋានបែបនេះបើយើងងប់ងល់តែនឹងគំនិតចាស់ឬរបៀបធ្វើការងារចាស់បុរាណវាអាចនឹងធ្វើឲ្យខូចប្រយោជន៍ដល់សុខភាពហិរញ្ញវត្ថុនិងភាពចម្រុងចម្រើនរបស់យើងការដែលយើងខកខានមិនព្រមទទួលស្គាល់ការពិតថារបៀបរបបចាស់ពីមុនត្រូវបានប្រែប្រួលអស់ហើយទេវានឹងបង្កគ្រោះថ្នាក់ដល់ការរីកចម្រើនរបស់យើងជាមិនខានឡើយនេះជាឧបសគ្គមួយទៀតគឺថាការដែលយើងរវល់តែរងចាំឱកាសល្អឲ្យคล้ายទៅជាការពិតសិនទើបយើងធ្វើសកម្មភាពតាមក្រោយតាមចាប់ឱកាសនោះទៅវិញមនុស្សដែលមានភាពវៃឆ្លាតខាងហិរញ្ញវត្ថុមានជម្រើសច្រើនជាងនេះពីព្រោះពួកគាត់តែងតែសម្លឹងរកមើលផ្លូវផ្សេងដោយគំនិតច្នៃប្រឌិតខ្ពស់ដើម្បីលេងជាមួយនឹងឱកាសដែលមិនទាន់លេចឡើងទាំងនោះដោយសកម្មនិងភាពវៃឆ្លាតពួកគាត់មិននៅអង្គុយនៅស្ងៀមឯកម្ខាងនិងចេះតែរអ៊ូពីនេះពីនោះឡើយពេលយើងអភិវឌ្ឍបញ្ញាហិរញ្ញវត្ថុបានរួចរាល់ហើយយើងនឹងមានឱកាសចូលរួមជាមួយនឹងរលកនៃការវិវត្តនៅក្នុងប្រតិបត្តិការអាជីវកម្មបានហើយសម័យនេះជាសម័យដែលគេលែងប្រើកម្លាំងរាងកាយហើយតែគេប្រើកម្លាំងប្រាជ្ញាដើម្បីមានបញ្ញាហិរញ្ញវត្ថុឬភាពវៃឆ្លាតខាងហិរញ្ញវត្ថុអ្នកចាំបាច់ត្រូវតែស្ទាត់លើជំនាញសំខាន់ទាំង4ទី1គណនេយ្យហិរញ្ញវត្ថុទី2យុទ្ធសាស្ត្រវិនិយោគទី3ទីផ្សារទី4ច្បាប់បើកាលណាយើងមានជំនាញទាំងនេះហើយវានឹងក្លាយទៅជាចន្ទល់រឹងមាំសម្រាប់យើងធ្វើដំណើរទៅរកទ្រព្យសម្បត្តិមិនថានៅក្នុងវិស័យណាក៏ដោយដែលយើងស្ទាត់ជំនាញកាលបើយើងចេះតែបន្តពង្រីកបញ្ញាហិរញ្ញវត្ថុនិងភាពវៃឆ្លាតខាងហិរញ្ញវត្ថុរបស់យើងជាប្រចាំយើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនណាស់ដូចជាយើងអាចប្រថុយប្រឋាននឹងការវិនិយោគដែលមានហានិភ័យធំបានពីព្រោះហានិភ័យកាន់តែធំចំណេញកាន់តែច្រើនខ្លាចអីនឹងប្រថុយធំបើយើងមានចំណេះដឹងខាងហិរញ្ញវត្ថុស្ទាត់ជំនាញហើយនោះសម្រាប់អ្នកវិនិយោគដែលមិនសូវចេះវិញពួកគាត់នឹងវិនិយោគតែលើគម្រោងណាដែលមានហានិភ័យតិចតែប៉ុណ្ណោះតែចំណេញក៏មិនបានច្រើនទៅតាមនឹងដែរកាលណាយើងមានបញ្ញាហិរញ្ញវត្ថុគឺយើងនឹងចេះវិភាគឱកាសវិនិយោគបានច្រើនជាងអ្នកដែលមិនមានបញ្ញាហិរញ្ញវត្ថុដូច្នេះយើងក៏អាចមើលឃើញឱកាសក្នុងអាជីវកម្មណាមួយបានខណៈដែលមនុស្សធម្មតាមើលមិនឃើញកាលណាយើងកាន់តែពូកែផ្នែកហិរញ្ញវត្ថុយើងនឹងកាន់តែអាចមានឱកាសអាចឈ្នះទោះបីជាវាដូចជាមិនមានសង្ឃឹមថាឈ្នះក៏ដោយនឹងអាចទទួលបានប្រាក់ចំណេញច្រើនជាងធម្មតាមកវិញចំពោះរឿងការងារអ្នកខ្លះមិនឆ្លាតសោះពួកគាត់រកតែការងារណាដែលបានប្រាក់ខែខ្ពស់
មនុស្សដែលឆ្លាតគឺរកការងារណាដែលអាចបង្រៀនអ្វីមួយដែលពួកគេមិនទាន់ចេះពីមុនមកដើម្បីជោគជ័យក្នុងអាជីវកម្មរបស់យើងនៅពេលខាងមុខយូរអង្វែងយើងត្រូវមានជំនាញចាំបាច់មួយចំនួនដូចជាចេះមើលយល់ពីលំហូរសាច់ប្រាក់របស់អាជីវកម្មមួយនិងយល់ពីរបៀបគ្រប់គ្រងធនធានមូលធនរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងផលិតភាពចេះនិងយល់ពីប្រព័ន្ធអាជីវកម្មជាពិសេសចេះពីរបៀបលៃលកពេលវេលារបៀបរៀបចំគោលដៅនិងរបៀបបង្កើតផែនការសកម្មភាពជាដើមចេះពីជំនាញគ្រប់គ្រងមនុស្សដូចជាចេះពីរបៀបចាត់ចែងនិងលើកទឹកចិត្តនិងដឹកនាំមនុស្សជាដើមចេះពីជំនាញទីផ្សារនិងការលក់ឧទាហរណ៍ដឹងថាវេចខ្ចប់ផលិតផលបែបណាទើបធ្វើឲ្យអតិថិជនពេញចិត្តទាក់ចិត្តជាដើមចេះជំនាញប្រស័យតាក់ទងបានល្អឧទាហរណ៍ដូចជាចេះសរសេរបានត្រឹមត្រូវងាយយល់ច្បាស់ជាដើមចេះនិយាយបានល្អជាមួយនឹងអ្នកដទៃរួមទាំងពូកែចរចាផងដែរជំនាញទាំងអស់ខាងលើនេះគឺមិនតិចនោះទេមានន័យថាកម្រមានការងារតែមួយគត់ណាដែលអាចឲ្យយើងអាចចេះជំនាញទាំងអស់ខាងលើនេះណាគ្មានឡើយដូច្នេះយើងត្រូវតែត្រៀមខ្លួនផ្លាស់ប្ដូរពីការងារមួយទៅការងារមួយដើម្បីរៀនជំនាញទាំងនេះពីមុនគេថាចេះ10មិនស្មើនឹងប្រសព1ពោលគឺចេះលើផ្នែកឬជំនាញឬឯកទេសណាមួយឲ្យច្បាស់គឺល្អជាងចេះច្រើនតែមិនប្រសពលើឯកទេសណាមួយប៉ុន្តែបច្ចុប្បន្នវាគ្រាន់តែជាអន្ទាក់មួយប៉ុណ្ណោះសម្រាប់អាជីវកម្មបើយើងអាចចេះផ្នែកនេះបន្តិចផ្នែកនោះបន្តិចចេះបានច្រើនផ្នែកឬគ្រប់ផ្នែកក៏បានគឺវាប្រសើរជាងយើងចេះសពលើតែមួយផ្នែកឆ្ងាយណាស់រឿងមួយទៀតនោះគឺយើងត្រូវតែធ្វើការឲ្យនរណាម្នាក់ដែលឆ្លាតនិងចេះជាងយើងឬចូលជាសមាជិកក្នុងក្រុមមនុស្សដែលឆ្លាតបើយើងអាចចូលទៅជិតពួកគេបាននោះយើងនឹងអាចរៀនសូត្របានលឿនរហ័សតែម្ដងពេលយើងបានចូលទៅក្នុងក្រុមការងារដែលសុទ្ធតែជាមនុស្សឆ្លាតធ្វើការជាក្រុមតែមួយនោះយើងនឹងមានឱកាសបានរៀនពីរបៀបធ្វើការជាក្រុមរួមកម្លាំងគ្នារបស់ពួកគេទាំងអស់នោះនៅក្នុងពិភពពិតជាក់ស្ដែងមានត្រឹមតែទេពកោសល្យគឺមិនទាន់គ្រប់គ្រាន់ទេជាក់ស្ដែងយើងឃើញថាមានមនុស្សមានទេពកោសល្យមិនតិចទេដែលទីបំផុតធ្លាក់ខ្លួនធ្វើការងារដែលមានប្រាក់ខែតិចមូលហេតុសំខាន់គឺដោយសារតែពួកគេមិនបានឆ្លៀតរៀនពីជំនាញដែលនៅជុំវិញខ្លួនពួកគេឲ្យចេះឬកើនកម្រិតជាងមុនមិនប្រឹងស្វែងយល់ពីប្រព័ន្ធអាជីវកម្មទាំងមូលនោះទេចង់តែស្រួលលើមុខជំនាញដែលខ្លួនចេះហើយពោលគឺផ្ដោតតែលើភាពប៉ិនប្រសប់របស់ខ្លួនតែប៉ុណ្ណោះចំណេះដឹងដែលការងារទាំងនោះបង្រៀនយើងពិតជាមានតម្លៃសម្រាប់រយៈពេលវែងនិងមានតម្លៃជាងប្រាក់ខែដែលយើងទទួលបានក្នុងពេលឥឡូវនេះឆ្ងាយណាស់យើងត្រូវតែប្រកាន់ផ្នត់គំនិតមើលវែងឆ្ងាយកុំរវល់តែស្រវាប្រាក់ខែខ្ពស់នាពេលបច្ចុប្បន្នអស់ទាំងនេះមានមូលហេតុ5យ៉ាងសំខាន់ដែលធ្វើឲ្យយើងខកខានមិនបានកសាងទ្រព្យរបស់ខ្លួនឲ្យបានស្ដុកស្ដំខ្លាចខាតជាងខ្លាចរកលុយមិនបានសង្ស័យមិនលុះពោលគឺពូកែខាងរួញរាមិនជឿថារឿងអាចនឹងសម្រេចទៅបានខ្ជិលកែប្រែទម្លាប់អាក្រក់ចោលបណ្ដោយឲ្យទម្លាប់អាក្រក់ជាអ្នកគ្រប់គ្រងឥរិយាបថរបស់ខ្លួនក្រអឺតក្រទមមានអញច្រើននិងអវិជ្ជាឧបសគ្គធំមានរហូតដល់ទៅ5ឥឡូវយើងទៅពិនិត្យមើលដំណោះស្រាយដើម្បីជំនះឧបសគ្គទាំងអស់នេះការយកឈ្នះលើភាពភ័យខ្លាចខាតតាមពិតទៅអ្នកក្រនិងអ្នកមានខ្លាចខាតដូចតែគ្នាប៉ុន្តែអ្វីដែលខុសគ្នានោះគឺអ្នកក្រខ្លាចរហូតដល់លែងហ៊ានធ្វើប៉ុន្តែអ្នកមានគឺខុសគ្នាអ្នកមានខ្លាចខាតតែខិតខំគ្រប់គ្រងភាពភ័យខ្លាចរបស់ខ្លួននិងនៅតែបន្តធ្វើបន្តដោះស្រាយការពិតគ្រប់គ្នាតែងតែខាតបង់ដោយជៀសមិនរួចពោលគឺគ្មាននរណាម្នាក់ដែលមិនចេះខាតបង់ទេរឿងសំខាន់គឺយើងត្រូវធ្វើការឲ្យខាតបង់ការបរាជ័យទាំងអស់នោះคล้ายទៅជាទឹកចិត្តបំផុសយើងឲ្យរឹតតែខិតខំប្រឹងប្រែងនៅពេលបន្ទាប់ទៀតអ្នកមានផ្នត់គំនិតគិតថាបរាជ័យឬការខាតបង់នៅតាមផ្លូវគឺគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះតែអ្នកក្រវិញគិតថាបរាជ័យឬការខាតបង់របស់ពួកគេគឺជារឿងអចិន្ត្រៃយ៍ការយកឈ្នះលើភាពរុញរាចេះតែសង្ស័យនេះសង្ស័យនោះជារហូតការសង្ស័យនឹងការរុញរានិងទម្រង់ផ្សេងទៀតស្រដៀងគ្នានេះតែងតែធ្វើឲ្យមនុស្សអាក់ខានមិនបានចូលរួមបង្កើតសហគ្រាសអាជីវកម្មតាមពិតទៅពួកគេមិនបានដឹងទេថាការចូលរួមបង្កើតសហគ្រាសអាជីវកម្មជាគន្លឹះដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេនិងគ្រួសារពួកគេទៅវិញសោះ
ឱកាសនឹងទ្រព្យសម្បត្តិពិតជាមានសម្រាប់គ្រប់គ្នាប៉ុន្តែវាទាមទារឲ្យយើងត្រូវចូលរួមដើម្បីបានវាមិនមែននៅឯកម្ខាងចាំតែឈរមើលនោះទេមនុស្សសង្ស័យនឹងរួញរាច្រើនគឺជាមនុស្សដែលរិះគន់ច្រើនជាងយកទៅវិភាគពួកគាត់ផ្ដោតទៅលើតែអ្វីដែលខ្លួនមិនចង់បានពួកគាត់អត់បានយកពេលទៅគិតពីអ្វីដែលខ្លួនចង់បាននោះទេជាលទ្ធផលពួកគាត់ក៏ចេះតែដើរខ្វៀងនិងដើរគេចពីឱកាសដែលនៅនឹងមុខពួកគាត់ជារឿយៗដើម្បីយកឈ្នះលើការចេះតែសង្ស័យនិងចេះតែរួញរាសូមចំណាយពេលវិភាគវែកញែកឲ្យបានច្រើនអំពីស្ថានភាពណាមួយពេលយើងបានព័ត៌មានច្រើននៅក្នុងដៃបន្ទាប់ពីវិភាគហើយយើងក៏អាចសម្រេចចិត្តបានត្រឹមត្រូវនិងក្បោះក្បាយជាងមុនហើយយើងក៏នឹងមិនសម្រេចចិត្តទៅតាមតែអារម្មណ៍ជាអ្នកអូសទាញដោយការពីមិនទាន់វិភាគស្ថានភាពដែរការយកឈ្នះលើភាពខ្ជិលច្រអូសមនុស្សដែលខ្ជិលគឺជាមនុស្សដែលត្រៀមខ្លួនជាស្រេចដើម្បីទទួលយកអ្វីដែលចាស់គំរើដដែលជាជាងទៅរវល់រករឿងដែលថ្មីប្លែកមិនដែលធ្វើពីមុនមកមនុស្សយើងភាគច្រើនគឺមានសេចក្តីលោភលន់ហើយសេចក្តីលោភលន់នេះគឺល្មមគ្រប់គ្រាន់បង្កើតមហិច្ឆតានៅក្នុងខ្លួនយើងឲ្យអាចជំនះលើអ្វីទាំងអស់ដូច្នេះចាប់ពីពេលនេះទៅសូមកុំនិយាយថាខ្ញុំគ្មានសមត្ថភាពនឹងអាចមានវាទេពីព្រោះវាមិនមែនជាការពិតទេការពិតគឺមហិច្ឆតានិងចិត្តរបស់មនុស្សអាចមានសមត្ថភាពសម្រេចអ្វីក៏បានដែរសំណួរដែលយើងត្រូវផ្ដោតជំនួសវិញនោះគឺតើខ្ញុំអាចមានវាបានតាមវិធីណាពេលយើងសួរខ្លួនឯងបែបនេះគឺយើងកំពុងតែដាក់វិញ្ញាសាមួយឲ្យខ្លួនឯងដើម្បីបំបែកវាហើយសរុបមកវិញបើយើងមានសេចក្តីលោភលន់តែបន្តិចពោលគឺមិនច្រើនជ្រុលពេកនោះវានឹងអាចជួយឲ្យយើងជំនះភាពខ្ជិលបានបាត់ទៅហើយការយកឈ្នះទម្លាប់អាក្រក់ដើម្បីយកឈ្នះលើទម្លាប់អាក្រក់យើងត្រូវតែបង្កើតទម្លាប់ល្អឲ្យបានច្រើនដើម្បីបង្កើតទម្លាប់ល្អឲ្យបានច្រើនយើងត្រូវបើកលុយខ្លួនឯងជាមុនសិនមនុស្សភាគច្រើនបើកលុយឲ្យអ្នកដទៃជាមុនសិនរួចសល់ប៉ុន្មានទើបបើកឲ្យខ្លួនឯងតែយើងក៏បីតែធ្វើបញ្ច្រាស់មកវិញគ្រប់ពេលដែលយើងទទួលលុយបានពីគេយើងត្រូវតែបើកឲ្យខ្លួនឯងជាមុនសិនរួចហើយសម្បើកឲ្យរដ្ឋាភិបាលនិងម្ចាស់បំណុលបើសិនយើងមិនមានលុយគ្រប់គ្រាន់ដើម្បីបើកឲ្យម្ចាស់បំណុលយើងទេនោះវានឹងជំរុញទឹកចិត្តយើងឲ្យដើរចេញទៅរកវិធីផ្សេងទៀតដើម្បីឲ្យរកលុយឲ្យបានច្រើនជាងនេះបើមិនអញ្ចឹងទេយើងនឹងគ្មានលុយសងម្ចាស់បំណុលទេម្ចាស់បំណុលអាចនឹងប្តឹងយើងបានបើគ្មានលុយសងពួកគេមូលហេតុនេះដែលវាធ្វើឲ្យយើងខំប្រឹងគិតឆ្លាតទៅស្វែងចេញពីទម្លាប់អាក្រក់នានានិងស្វែងបង្កើតទម្លាប់ថ្មីល្អដើម្បីរកលុយឲ្យបានច្រើននិងចាយឲ្យបានត្រឹមត្រូវជាងមុនការយកឈ្នះលើភាពក្រអឺតក្រទមជារឿយមនុស្សយើងប្រើប្រាស់ភាពក្រអឺតក្រទមមកបិទបាំងភាពអវិជ្ជារបស់ខ្លួនជំនួសឲ្យការនិយាយសារភាពថាខ្លួនមិនចេះឬមិនដឹងពួកគេខំប្រឹងព្យាយាមនិយាយអួតក្អេងក្អាងចេញមកក្រៅដើម្បីយកឈ្នះភាពក្រអឺតក្រទមរបស់យើងបានយើងត្រូវតែបើកចិត្តទូលាយនិងស្មោះត្រង់មានតែពេលដែលយើងសារភាពចំពោះអ្នកដទៃឬសារភាពមកកាន់ខ្លួនឯងថាយើងមិនចេះឬមិនដឹងទេទើបយើងនឹងស្វែងជ្រើសរើសអ្នកចេះអ្នកជំនាញមកជួយធ្វើការឲ្យយើងឬពង្រឹងសមត្ថភាពបន្ថែមទាក់ទងនឹងប្រធានបទដែលខ្លួនចង់ចេះដឹងដើម្បីដាស់ទេពកោសល្យហិរញ្ញវត្ថុនៅក្នុងខ្លួនយើងឲ្យក្រោកឡើងនិងចាប់ផ្ដើមធ្វើដំណើរទៅរកសេរីភាពហិរញ្ញវត្ថុយើងក៏បីកសាងជំហានខាងក្រោមនេះស្វែងរកបុព្វហេតុដែលដាស់អារម្មណ៍ណាមួយដើម្បីចាប់ផ្ដើមធ្វើដំណើរទៅរកសេរីភាពហិរញ្ញវត្ថុយកបុព្វហេតុនោះមករំលឹកឲ្យបានជាប្រចាំជ្រើសរើសមិត្តភ័ក្តិដែលយកចិត្តទុកដាក់បើរៀនជំនាញណាមួយទៅរៀនរហូតទាល់តែស្ទាត់ជំនាញរួចហើយយើងអាចទៅរករៀនជំនាញថ្មីទៀតបានដាក់វិន័យមកលើខ្លួនឯងថាត្រូវបើកលុយឲ្យខ្លួនឯងមុននឹងបើកលុយឲ្យអ្នកដទៃកុំស្ដាយចាយលុយសម្រាប់សេវាផ្ដល់ប្រឹក្សាពីអ្នកជំនាញអាជីពត្រូវស្វែងរកផ្លូវធ្វើយ៉ាងណាអាចវិនិយោគទ្រព្យសម្បត្តិមកទុកជារបស់ខ្លួនប្រើប្រាស់ទ្រព្យមកទិញគ្រឿងលម្អប្រណិតតែមិនមែនយកមូលធនទៅទិញទេបង្កើតវីរៈបុរសហិរញ្ញវត្ថុអ្នកដែលសម្រេចជោគជ័យខ្ពស់រកពេលបង្រៀនអ្នកដទៃអំពីអ្វីដែលយើងធ្លាប់ចេះនិងបានរៀនអ្វីដែលសំខាន់នៅក្នុងខួរក្បាលយើងនិងកំណត់ទង្វើដែលយើងធ្វើនៅក្នុងដៃយើងដូច្នេះបើយើងចង់បានលុយច្រើនយើងត្រូវផ្លាស់ប្ដូរការគិតរបស់យើងវានឹងផ្លាស់ប្ដូរសកម្មភាពរបស់យើងហើយលទ្ធផលរបស់យើងក៏នឹងផ្លាស់ប្ដូរទៅតាមនឹងដែរគ្រប់យ៉ាងវាចាប់ផ្ដើមចេញពីការគិតរបស់យើងរឿងលុយរឿងទ្រព្យគឺដូចតែគ្នា
គឺវាមិនកើតចេញពីយើងមានតាមទុនច្រើននិងចាប់ផ្ដើមពីធំទៅទីតែវាកើតចេញពីការគិតប្រកបដោយបញ្ញានិយាយឲ្យចំគឺបញ្ញាហិរញ្ញវត្ថុនិងភាពវៃឆ្លាតខាងផ្នែកហិរញ្ញវត្ថុដូច្នេះត្រូវចំណាយពេលនិងកម្លាំងកាយចិត្តដើម្បីអប់រំខ្លួនឯងបង្កើតហិរញ្ញវត្ថុរបស់ខ្លួនបង្កើនបញ្ញាហិរញ្ញវត្ថុរបស់យើងចំណាយពេលឲ្យបានច្រើនជាមួយនឹងមនុស្សជោគជ័យអានសៀវភៅចូលរួមសិក្ខាសាលានិងរៀនពីវិធីប្រើលុយឲ្យធ្វើការឲ្យយើងជីវិតយើងនឹងពោរពេញទៅដោយផ្លែផ្កាដែលហុចផលមកជាហូរហែវិធីទៅកាន់ភាពស្តុកស្តម្ភខាងទ្រព្យសម្បត្តិមិនមែនស្ថិតនៅលើការលេងល្មមដើម្បីតែកុំឲ្យគ្រោះថ្នាក់ឬដើម្បីតែសុវត្ថិភាពទេតែវាស្ថិតនៅលើការលេងដែលវៃឆ្លាតរកវិធីធ្វើឲ្យលុយធ្វើការឲ្យយើងប្រសើរជាងយើងទៅធ្វើការឲ្យលុយការងារវាគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះពលគឺល្មមតែមួយគ្រប់ដើម្បីបង់ថ្លៃចំណាយប្រចាំថ្ងៃវាមិនមែនជាដំណោះស្រាយល្អសម្រាប់យកទៅកសាងទ្រព្យរយៈពេលវែងឡើយតែមនុស្សជាច្រើននៅតែគេចមិនផុតពីការធ្វើការងារឲ្យគេ